បាទសួស្តីអ្នកនរគ្នាវីដេអូនេះគឺយើងធ្វើតាក់ទងជាមួយនឹង DNS server ដែរប៉ុន្តែយើងធ្វើនៅលើ Windows server ជាដំបូងអ្នកនរគ្នាចូលមកកាន់នេះមក server manager ហើយយើងពាក្យថា tool DNS ដំបូងយើងឆែក IP របស់យើងមើលយើងវាយ IP config ណានេះគឺ IP config មក IP របស់ខ្ញុំ 192.168.75.128 បន្តមកទៀតគឺយើងចូលក្នុងនេះឃើញមាន forward lookup zone ហើយនឹង reverse zone នៅក្នុង forward lookup zone យើងបង្កើត add new zone ហើយ next antique នេះចេញហើយយក primary zone ហើយដាក់ឈ្មោះបើខ្ញុំដាក់ថា stargear.com អូខេ next ទៀត finish ឃើញហើយនៅក្នុង reverse zone យើងគឺខ្ញុំអត់តមកបង្កើតទេហើយគេប្រាប់ឲ្យថាបើយើងចង់បង្កើតថ្មីចុចលើ action menu ហើយ click new zone នេះទៅលើនេះហើយ new zone អូខេធ្វើមិនដូចគ្នា IPv4 ហើយនឹង network IP របស់យើងនេះ IP ម៉ាស៊ីនរបស់យើងហ្នឹងតែយើងយកតែ3លេខ3ខាងមុខនេះទេ128នេះអត់យកទេអញ្ចឹងយើងយកតែ 192.168.75 192.168.75 ត្រូវហើយ192.168.75 បន្តមកទៀតនោះគឺយើងចុច next ទៀត finish ហើយសម្រាប់ចំណុចបន្តយើងចូលនៅក្នុង forward lookup zone ដែលយើងមកបង្កើតមុនគេហ្នឹងយើង right click យកពាក្យថា new host អូខេដាក់ www ហើយ IP យើងដាក់ពេញហ្នឹងហ្មងនេះគឺ IP ហើយ IP ហើយបន្តមកទៀតគឺយើងចុច add host ហើយយើង add host បានហើយចំណុចបន្តគឺយើងចូលទៅ reverse zone right click new pointer យើង browse ចូល forward lookup zone នេះ www អូខេបន្ទាប់ពីយើងបានប្រើវាហើយយើងចូលមក cmd មក clean by command ls lookup ហើយខ្ញុំ point វាទៅកាន់ឈ្មោះ domain ខ្ញុំមកកាន់មុនហ្នឹង review.stargear.com server unknown ប៉ុន្តែឈ្មោះ IP មានអូខេឡើយសាធ្វើការបង្កើតមួយទៀតខ្ញុំដាក់ថាពាក់មី ចូល reverse zone ខ្ញុំ new pointer ខ្ញុំ browse ពាក់ me.com ណាជួប
listen and host UW IP 192.168.5.23 ok ទៅ universal វិញ use pointer browse នេះ m.com អូខេខ្ញុំស្ដាប់តេស្តលើនេះវិញwww.gear.com u.me.com ថា server វាដាក់ unknown ប៉ុន្តែឈ្មោះ www.computergear.com នេះហើយ address ហ្នឹងគឺវាចាប់បានខាងក្រោមនេះដូចគ្នា www.me.com នេះគឺឈ្មោះ address ហើយសម្រាប់វីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេដែលទាក់ទងជាមួយនឹង DNS server នៅលើ Windows server អរគុណច្រើនអ្នកនរគ្នា